សួស្តីអ្នកទាំងអស់គ្នាមកវិញហើយបាត់2ថ្ងៃគឺដោយសារតែមានបញ្ហាសុខភាពបន្តិចអញ្ចឹងហើយអត់បានមកនិទានរឿងជូនពុកម៉ែបងប្អូនសម្ដាប់ទេអញ្ចឹងថ្ងៃនេះមកវិញហើយដើម្បីចែកជូននៅរឿងថ្មីជូនពុកម៉ែបងប្អូនតាមសន្យាហើយសម្រាប់វីដេអូមុននេះដែរបងប្អូនដែលមានបាទមើលឃើញចំណុចខ្វះខាតកន្លែងណាសូមបងប្អូនចូលខមមិនបញ្ចេញជាមតិណាបងប្អូនណាដើម្បីឲ្យខ្ញុំបានកែលម្អហើយក៏សន្យាថានឹងកែលម្អធ្វើឲ្យល្អម្ដងបន្តិចរហូតដល់ល្អឥតខ្ចោះតែម្ដងហើយថ្ងៃនេះដែរខ្ញុំមានរឿងដ៏ព្រឺព្រួចមួយធានាថាបងប្អូនស្ដាប់ហើយគឺដឹងថាដេកខ្លាចអត់ហ៊ានចូលបន្ទប់ទឹកតែម្ដងរឿងនេះដែរគឺត្រូវបាននិទានឡើងដោយសារលោកពូយោធាម្នាក់គាត់ជាខ្មែរក្រហមគាត់និទានប្រាប់ហើយរឿងនេះគាត់និយាយប្រាប់ខ្ញុំប្រហែលជា7ឆ្នាំហើយហ្នឹងហើយដោយសារតែ view ពេកខ្ញុំក៏ភ្លេចទៅតែដោយសារតែចៃដន្យថ្ងៃមុនបើក Facebook ទៅអូសទៅចំរឿងហ្នឹងស្រាប់តែឃើញដូចរឿងហ្នឹងសឹង 70-80% អញ្ចឹងហើយក៏នឹកឃើញរឿងហ្នឹងអញ្ចឹងថ្ងៃនេះដែរក៏យករឿងនិទាននេះដើម្បីយកមកនិទានចែកជូនពុកម៉ែបងប្អូនដើម្បីសន្តាប់បាទជាការកំសាន្តដូចទៅហើយរឿងនេះដែរបានកើតឡើងតាំងពីមុនចំនួនខ្មែរក្រហមបល័យពូជសាសឯណោះចឹងហើយរឿងនេះវាពាក់ព័ន្ធទៅលើអបិយជំនឿខ្លាំងណាស់បងប្អូនស្ទើរតែយើងនឹងមិនគួរឲ្យជឿផងបងប្អូនក៏ប៉ុន្តែអ្នកដែលគាត់និទានរឿងនេះគាត់បានស្បត់ស្បែកគាត់ថារឿងនេះជារឿងពិតហើយគាត់អាយុចំណាស់ប៉ុណ្ណេះហើយគាត់ថាកាលនោះគាត់ថាគាត់អត់កុហកទេវាជារឿងពិតព្រោះគាត់ក៏នៅក្នុងហេតុការណ៍នោះដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលសូមបងប្អូនទាំងអស់គ្នារងចាំស្ដាប់ដូចតទៅនៅជនបទនៅក្នុងភូមិមួយមានបរិសុទ្ធប្តីប្រពន្ធ2នាក់ឈ្មោះតុលានិងឈ្មោះចិន្តាហើយពួកគេមានកូន2នាក់ប្រុស1ស្រី1ដោយសារនៅតំបន់ដាច់ស្រយាលនៅជនបទផងនោះពួកគេនឹងរកស៊ីប្រកបរបរដាក់អន្ទាក់និងបរបាញ់សត្វហើយសម្រាប់ភូមិវិញក៏មិនសូវមានមនុស្សម្នារស់នៅច្រើនកកកដោយរាល់ថ្ងៃដែរគឺមានតែប្រហែល 4-5 គ្រួសារទេហើយគឺសិតតែព្រានព្រៃទាំងអស់ចង់បញ្ជាក់កន្លែងហ្នឹងបន្តិចនៅក្នុងភូមិមួយហ្នឹងគឺជាពលរដ្ឋដែលនៅក្នុងតំបន់ហ្នឹងគាត់អត់មានរកស៊ីអីក្រៅបរបាញ់សត្វទេបើស្រីហ្នឹងគាត់នៅផ្ទះអញ្ចឹងធ្វើស្រែធ្វើចការអីតិចតួចអញ្ចឹងណាប៉ុន្តែពេលហ្នឹងគឺនៅតំបន់ដាច់ស្រយាលអត់មានស្អីប្រើប្រាស់ឬក៏រថយន្តឬក៏ម៉ូតូអីទេធ្វើដំណើរភាគច្រើនគឺដោយសារតែទេសគោហើយបើទោះបីជាមានម៉ូតូមានឡានហ្នឹងក៏មិនដឹងជារកប្រេងរកសាំងឯណាចាក់ដែរចំនួនហ្នឹងនោះថ្ងៃមួយតុលានឹងមិត្តភ័ក្តិ2នាក់ទៀតបានធ្វើដំណើរចាក់ចែងពីភូមិដើម្បីឡើងទៅភ្នំដើម្បីបរបាញ់សត្វជាធម្មតាហើយក្នុងចំណោមមិត្តភ័ក្តិទាំង2នាក់នោះមានម្នាក់ឈ្មោះភ័ណ្ឌម្នាក់ទៀតឈ្មោះចិន្តាពួកគេទាំង3នាក់គឺជាមិត្តសម្លាញ់នឹងគ្នាហើយគឺដៃគូដៃកង់ហើយព្រោះថាទៅណាមកណាក៏ជាមួយគ្នាផឹកស្រាសស្រាថ្នាំក៏ជាមួយគ្នាដែរហើយពួកគេទាំងអស់គ្នាសើមានគ្រួសាររៀងខ្លួនអស់ហើយមានតែភក្តីមួយទេដែលគាត់អត់ទាន់មានកូនហើយក្នុងចំណោមអ្នកទាំង3មានតែភក្តីមួយទេដែលគាត់ចេះបល័យអូមអាមខ្លះព្រោះតែគាត់បានរៀនពីឪពុកគាត់ហ្នឹងគឺជាមេកត្រៀងនៅក្នុងភូមិនៅក្នុងតំបន់ហ្នឹងហើយតែគាត់ដោយសារតែគាត់ចាស់គាត់មានកម្លាំងប្រឡំអញ្ចឹងហើយគាត់ក៏ផ្អាកលែងឡើងទៅបបបាញ់សត្វឬក៏ដាក់តាក់អីអញ្ចឹងទៅប៉ុន្តែគាត់ក៏មិនភ្លេចបានបង្រៀនបាលីឬសិលសាស្ត្រទៅកាន់កូនគាត់ឈ្មោះភក្តីនឹងដែរព្រោះដោយសារតែគាត់កាលពីក្មេងហ្នឹងគាត់បានសម្លាប់ខ្លាមួយដែលជាខ្លាញីព្រោះនៅលើភ្នំមានខ្លាមួយគូអញ្ចឹងហើយគាត់សម្លាប់អស់មួយហើយកាលពីគាត់នៅក្មេងអញ្ចឹងហើយគាត់ខ្លាចវាមកសងសឹកឬក៏អីអញ្ចឹងហើយគាត់ក៏បានបង្រៀនវិជ្ជាផ្សេងហ្នឹងទៅកាន់ភក្តីជាច្រើនហ្នឹងហើយបងប្អូនកន្លែងចំណុចនេះខ្ញុំសូមបញ្ជាក់ទៅបងប្អូនបន្តិចកាលពីចំនួននោះខ្លាណាក៏ដោយឲ្យតែបានស៊ីមនុស្សហើយអញ្ចឹងវាคล้ายជាខ្លាដែលមានពលឹងវិញ្ញាណកាន់ណាអញ្ចឹងហើយវាคล้ายទៅដូចជាបិសាចអញ្ចឹងវាអាចប្រែកាឡាវាអាចនិយាយវាឯងគាត់ថាវាកាចសាហាវគឺវាត្រូវតែសម្លាប់មនុស្សដើម្បីយកវិញ្ញាណហ្នឹងមកនៅក្នុងខ្លួនវាកាន់តែច្រើនវាកាន់តែខ្លាំងវាកាន់តែពូកែទៅធ្វើដំណើរប្រហែលជាកន្លះថ្ងៃពួកគេក៏ឈប់សម្រាកនៅក្រោមដើមឈើមួយដើមពួកគេក៏ចាប់ផ្ដើមបើកបង្វិចហើយយកបាយយកម្ហូបចេញមកដើម្បីទទួលទានតុលាក៏បានបើកបង្វិចហើយយកត្រីប្រឡាក់ដែលប្រពន្ធរៀបចំទុកឲ្យហ្នឹងយកមកដាក់ទទួលទានជុំគ្នាដែលហូបបាយបណ្ដាពួកគេក៏ជជែកគ្នាលេងពីនេះពីនោះហើយចិន្តាក៏បាននិយាយទៅកាន់មិត្តភ័ក្តិ2នាក់ទៀតថាពួកយើងពេលចូលទៅក្នុងព្រៃសូមប្រយ័ត្នមាត់កបន្តិចកុំនិយាយផ្ដេសផ្ដាសហើយពិសេសមួយទៀតកុំបាញ់កំភ្លើងផ្ដេសផ្ដាសបើសិនជាមិនមានហេតុការណ៍អីចាំបាច់ពិតប្រាកដហ្នឹងហើយបងប្អូនជំនាន់មុននៅពេលដែលពួកគេចូលព្រៃទៅបរបាញ់សត្វអីហ្នឹង
គឺពួកគេមិនទៅមួយយប់ទេគឺទៅដល់ដេកជួនកាល3យប់4យប់អាចដល់មួយអាទិត្យក៏ថាបានដែរអញ្ចឹងហើយឲ្យតែពេលដែលចាក់ចេញទៅបបាញ់ម្ដងគឺប្រពន្ធនៃនឹងកូនហ្នឹងគឺតែងតែផ្ញើជាមួយចាស់ទុំដែលនៅក្នុងស្រុកក្នុងភូមិព្រោះបារម្ភពីសុវត្ថិភាពព្រោះថាភូមិស្រុកហ្នឹងគឺនៅជិតតំបន់ព្រៃភ្នំនៅឡើយអញ្ចឹងខ្លាចមានសត្វកាចសាហាវយាយីឬក៏ចោលលួចចោលប្លន់អញ្ចឹងជាដើមទៅគ្រាន់តែធ្វើដំណើរប្រហែលជាជាង2ម៉ោងពួកគេក៏ទៅដល់ក្នុងព្រៃជ្រៅមួយហើយពួកគេក៏ចាប់ផ្ដើមសម្លឹងរកមើលដើមឈើដើម្បីធ្វើដំណាក់នៅលើចុងឈើតែម្ដងហ្នឹងហើយបងប្អូនកន្លែងនេះសូមបញ្ជាក់ថាពួកគេទៅក្នុងព្រៃដើម្បីបរបាញ់សត្វហ្នឹងពួកគេអត់មានចងរឹងនៅក្រោមឬក៏បោះតង់ដូចបច្ចុប្បន្នបងប្អូនព្រោះពីមុនសត្វកាយសាហាវច្រើននិយាយពីខ្លាមកភ្នំមាន3 4ហ៎ចឹងហើយទើបធ្វើឲ្យព្រានព្រៃទាំងអស់ឲ្យទៅចូលក្នុងព្រៃហ្នឹងគឺអត់ដែលហ៊ានដេកនឹងក្រោមឬក៏នៅលើរឹងអីទេគឺត្រូវតែឡើងទៅធ្វើដំណាក់នៅចុងឈើហើយដំណាក់ហ្នឹងគឺគេធ្វើអំពីឈើអំពីមែកឈើអំពីឫស្សីឲ្យតែមានក្រែមួយនៅលើដើមឈើអញ្ចឹងបងប្អូនក្រោយពីធ្វើដំណាក់រួចរាល់ពួកគេក៏ចាប់ផ្ដើមចងរឹងមួយម្នាក់នៅលើដំណាក់ហ្នឹងទៀតរីឯកំភ្លើងវិញអោបជាប់នឹងខ្លួនហើយក៏ដាក់វែងគ្នាយាមមកយប់ទល់ភ្លឺដូចធម្មតាបាទហ្នឹងហើយបញ្ជាក់បងប្អូនបន្តិចណានៅពេលដែលពួកគេចាប់ដើមនៅលើដើមឈើដើម្បីធ្វើដំណាក់ធ្វើអីរួចអញ្ចឹងពួកគេហ្នឹងក៏អង្គុយឆ្លោះមាន7មានអីដើម្បីឆ្លោះចាំបាញ់សត្វដូចជាជ្រូកព្រៃដូចជាឆ្លុះដូចជាក្តាន់វាមករកស៊ីនៅក្បែរគល់ឈើដែលពួកគេចាប់ដើមធ្វើដំណាក់ហ្នឹងឯងហើយពួកគេក៏ដាក់វែងគ្នាយាមអ្នកទី1ដែលវេនយាមពីប្រលប់ហ្នឹងគឺដុល្លារហើយអ្នក2ហ្នឹងគឺចិន្តាហើយអ្នកទី3ហ្នឹងគឺភ័ណ្ឌជាអ្នកយាមក្រោយគេដោយទម្រាំរៀបចំកន្លែងគេរៀបចំវេនយាមរួចហ្នឹងម៉ោង11យប់បាត់ទៅហើយនៅពេលនេះជាវេនរបស់ចិន្តាដល់អង្គុយយាមបានមួយសន្ទុះធំចាប់ដើមលឺសម្រាប់ជើងអ្វីមួយចាប់ដើមចូលមកគៀកទៅចិន្តាក៏ចាប់ដើមជង7រមើប៉ុន្តែអត់មានឃើញអីទាំងអស់ដោយលឺសំឡេងសម្រាប់ជើងមុននេះច្បាស់ពេកចិន្តាក៏ចាប់ដើមដាស់អ្នកទាំងពីរក្រោកឡើងសម្លាញ់ដូចជាមានសម្លេងអ្វីមួយដែលកំពុងតែធ្វើដំណើរមកគៀកដំណាក់យើងច្បាស់ទៅហើយឯងក្រោកឡើងលឿនតិចមកដល់ក្រោកពីក្នុងរឹងភ្លាមពេកនោះតូឡាវិសនឹងធ្លាក់ចុះទៅក្រោមគុំទៅបានចិន្តាចាប់កអាវជាប់កុំអីធ្លាក់ទៅក្រោមបាត់ទៅហើយបងប្អូនកន្លែងនេះចំណុចនេះដែរគឺចង់សម្ដៅថាដំណាក់ដែលធ្វើមួយខ្ពស់ហ่าបើធ្លាក់ទៅបើមិនស្លាប់ក៏បាក់ដៃបាក់ជើងដែរអញ្ចឹងម្នាក់គឺធ្វើការប្រុងប្រយ័ត្នណាដើម្បីកុំឲ្យធ្លាក់ចុះទៅក្រោមភ្លាមនោះដែរក៏ចាប់ដើមឃើញមនុស្សស្រីដើរមកកាន់ដំណាក់អ្នកទាំង3នៅពេលដែលគេបញ្ចាំង7ទៅកាន់នារីម្នាក់នោះស្រាប់តែជាប្រពន្ធរបស់តូឡាគ្រាន់តែឃើញបែបនេះភ្លាមតូឡាក៏ស្រែកថាអូនមិនក៏អូនមកព្រៃធ្វើអីឡើងមកលើដំណាក់មកតូឡាក៏ស្រវាចុះពីដំណាក់ដើម្បីទៅទទួលប្រពន្ធប៉ុន្តែចិន្តាចាប់ក៏អាវជាប់ថាអត់ទេមិនអាចចុះទៅបានទេតូឡាក៏និយាយថាខ្ញុំទៅទទួលប្រពន្ធខ្ញុំអាចគាត់នៅខាងក្រោមបានទេខ្លាចមានគ្រោះថ្នាក់ចិន្តាក៏ទះម្ដាយហើយនិយាយថាឯងគិតសាកមើលតើប្រពន្ធឯងធ្វើម៉េចបានមកដល់ព្រៃកើតយើងធ្វើដំណើរមកឡើងកន្លះថ្ងៃបានមកដល់គ្រាន់តែលឺបែបនេះភ្លាមតូឡាចាប់ផ្ដើមប្រមូលស្មារតីហើយអង្គុយចុះហើយក៏បន្តឡើងថាពិតហើយតូឡាក៏បានសួរទៅមនុស្សស្រីដែលជាប្រពន្ធគាត់នឹងថាតើអូនមកព្រៃធ្វើអីហើយចុះបានឯណាមើលកូនមនុស្សស្រីម្នាក់ដែលជាប្រពន្ធក៏បានឆ្លើយថាអូនមកតាមបងហ្នឹងកូនយើងឈឺហើយអញ្ចឹងហើយបាទខ្ញុំមកតាមបងឲ្យត្រឡប់ទៅវិញដើម្បីមើលកូនហ្នឹងហើយបងប្អូនពាក់ព័ន្ធទៅលើក្នុងចំណោមទាំងអស់ដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺចិន្តាគឺជាមនុស្សម្នាក់ដែលចេះវិជាអាគមខ្លះពីឪពុករបស់គាត់អញ្ចឹងហើយចិន្តាក៏ចាប់ផ្ដើមសួរទៅកាន់មនុស្សស្រីម្នាក់នោះថាតើប្រពន្ធតូឡាឯងមកជាមួយអ្នកណាហើយធ្វើដំណើរមកដោយមធ្យោបាយអ្វីដែរបានមកដល់ទីតាំងនេះមនុស្សស្រីម្នាក់ហ្នឹងក៏បានឆ្លើយថាខ្ញុំមកដោយសារគេព្រោះថាមានរទេះគោអ្នកបរបាញ់សត្វហ្នឹងក៏គេឡើងមកលើភ្នំដែរអញ្ចឹងហើយខ្ញុំក៏សុំគេជិះមកជាមួយទៅចិន្តាក៏បានសួរបន្តទៀតថាឯចុះមហូបពេលដែលវិចយកមកឲ្យប្តីពេលឡើងមកលើភ្នំហ្នឹងតើវិចមហូបអីខ្លះគេក៏ឆ្លើយថាវិចសាច់ជ្រូកប្រឡាក់យកមកឲ្យហ្នឹងគ្រាន់តែលឺអញ្ចឹងភ្លាមចិន្តាក៏ទាញកំភ្លើងឡើងបាញ់សម្ដៅទៅលើមនុស្សស្រីម្នាក់នោះព្រះអើយមនុស្សស្រីម្នាក់នោះក៏ចាប់បានកាឡាខ្លួនខ្លាយទៅជាសត្វខ្លាមួយក្បាលយ៉ាងធំហ្នឹងហើយកន្លែងចំណុចនេះដែរបងប្អូនមានឆ្ងល់ថាហេតុអីបានចិន្តាចាប់ដើមលើកកំភ្លើងបាញ់ក៏លឺតែប្រឡាក់សាច់ជ្រូកយកមកឲ្យដោយសារតែនៅពេលដែលហូបបាយនៅពីថ្ងៃដែលពេលដែលធ្វើដំណើរមកក្រោមដើមឈើហ្នឹងគឺម្ហូបរបស់តូឡាដែលយកមកហ្នឹងគឺត្រីប្រឡាក់ទេអញ្ចឹងអត់មានសាច់ជ្រូកពីណាមកទេព្រោះដោយសារតែជីវភាពខ្វះខាតហ្នឹងឯងមានសាច់ជ្រូកពីណាមកអញ្ចឹងហើយបានចិន្តាដឹងហើយលើកកំភ្លើងបាញ់តែម្ដងព្រោះចិន្តាគាត់ធ្លាប់ឮឪពុកគាត់និយាយពាក់ព័ន្ធទៅលើព្រាយខ្លានៅពេលដែលបាញ់មួយសន្ទុះសំឡេងកំភ្លើងក៏បានស្ងាត់ទៅវិញ
និយាយពីប្រពន្ធរបស់ដុល្លារវិញកំពុងនៅផ្ទះមើលកូនធម្មតាដុតជាគៀងប្លង់ប្រពន្ធដុល្លារកំពុងរៀបចំបិទទ្វារបិទបង្អួចដើម្បីសម្រាកប៉ុន្តែមិនទាន់បានបិទទ្វារបិទបង្អួចផងក៏ឃើញសត្វខ្លាមួយយ៉ាងធំនៅនឹងកម្មយន្តាហ្នឹងហើយកន្លែងចំណុចនេះដែរគឺព្រាយខ្លាហ្នឹងគឺដល់ពេលដែលធ្វើអីមនុស្សទាំង3នាក់ដែលនៅលើដំណាក់កើតហ្នឹងវាក៏បានមកក្នុងភូមិដើម្បីនេះសម្រាប់ប្រពន្ធសម្រាប់កូនគេហ្នឹងដើម្បីសងសឹកព្រោះពីមុនមកហ្នឹងអ្នកស្រុកអ្នកភូមិហ្នឹងគឺបានសម្រាប់ខ្លាញីមួយក្បាលដល់អញ្ចឹងហើយអាខ្លាដែលវាមានពលឹងមានវិញ្ញាណកាន់ហ្នឹងវាគុំវាត្រូវតែមកសងសឹកវិញគ្រាន់តែឃើញខ្លាដ៏ធំនៅនឹងកម្មយន្តាភ្លាមប្រពន្ធដុល្លារក៏ស្ទុះទៅបិទទ្វារប៉ុន្តែបិទមានតនឯណាខ្លានោះក៏ហក់ចូលក្នុងផ្ទះហើយបានស្ទុះហក់ទៅខំកូនប្រុសរបស់ដុល្លារស្លាប់អស់ម្នាក់ទៅឃើញដូច្នេះភ្លាមប្រពន្ធដុល្លារដែលជាម្ដាយកូនប្រុសនោះក៏ចាប់ដើមទាញចង្គៀងបោកទៅលើក្តារផ្ទះធ្វើឲ្យប្រេងចង្គៀងនឹងឆាបឆេះដុតផ្ទះទាំងមូលស្ទើរតែអស់មួយជំហៀងគ្រាន់តែអ្នកភូមិចាប់ដើមឃើញអណ្ដាតភ្លើងឆេះសន្ទុលទៅក៏នាំគ្នារត់មកថាផ្ទះដុល្លារនោះឆេះគ្រាន់តែខ្លាដល់កាច់សាហាវនោះចាប់ដើមឃើញមនុស្សម្នាចាប់ដើមឆោឡោមកភ្លាមវាក៏ចាប់ដើមពំកូនប្រុសរបស់ដុល្លារនោះរត់ចូលក្នុងព្រៃបាត់ទៅក្រោយពីអ្នកភូមិមកដល់ភ្លាមពួកគេក៏ចាប់ដើមទាញទឹកទាញអីយកមកពលុតដើម្បីជួយសង្គ្រោះពីអ្នកម្ដាយកូនដែលនៅក្នុងអណ្ដាតភ្លើងនោះប៉ុន្តែជាអកុសលម្ដាយនោះបានឆេះរលាកពេញទៅខ្លួនស្ទើរតែមិនរស់ផងក្រោយមកប្រពន្ធដុល្លារក៏បាននិយាយរឿងនេះប្រាប់ទៅកាន់អ្នកភូមិមេភូមិក៏បានបញ្ជាឲ្យអ្នកដែលមានជំនាញបរបាញ់សត្វហ្នឹងឡើងទៅលើភ្នំដើម្បីហៅដុល្លារនិងអ្នកទាំង3ហ្នឹងត្រឡប់មកផ្ទះវិញនិយាយពីអ្នកទាំង3នោះវិញគឺអង្គុយនៅលើដំណាក់មិនហ៊ានចុះទៅណាទេលុះព្រឹកឡើងទៅពួកគេទាំង3ហ៊ានចុះចេញពីដំណាក់ព្រោះដោយសារតែខ្លាចព្រាយខ្លាហ្នឹងមកវាយប្រហារទៀតនិយាយពីមនុស្ស2នាក់ដែលត្រូវមេភូមិបញ្ជូនឲ្យមកតាមមនុស្សទាំង3នាក់វិញគឺបានមកដល់ពាក់កណ្ដាលផ្លូវហើយគឺនៅចង្កេះភ្នំនិយាយទៅអាព្រាយខ្លាហ្នឹងគឺវាប្រកែតែពេលយប់ទេបើថ្ងៃឡើងវាដូចខ្មោចចឹងវាខ្លាចពលឺថ្ងៃវាលែងជាសត្វដែលប្រមាញ់សត្វជាអាហារធម្មតាទេគឺវាប៉ុនប៉ងតែសម្រាប់មនុស្សទេគឺដើម្បីទៅសងសឹកឲ្យប្រពន្ធវាឬក៏ញីរបស់វាដែលស្លាប់ទៅនោះដោយសារតែអ្នកប្រមាញ់ពីមុនណាសម្រាប់វារៀងថ្ងៃត្រង់បន្តិចហ្នឹងពួកគេដែលមកតាមអ្នកទាំង3ក៏បានមកដល់ដំណាក់ហើយក៏បាននិយាយរឿងរ៉ាវដែលកើតឡើងនៅក្នុងភូមិឲ្យអ្នកទាំង3ស្ដាប់ហើយអ្នកទាំង3ត្រឡប់ទៅវិញជាប្រញាប់ក្រោយពីដុល្លារបានឮហេតុការណ៍ដែលកើតឡើងក្នុងភូមិដុល្លារក៏លុតជង្គង់ចុះហើយស្រែកយំពីព្រោះកូនប្រុសតែមួយគត់របស់គាត់ហ្នឹងត្រូវបានស្លាប់ដោយសារសត្វខ្លាបិសាចហ្នឹងហើយដុល្លារក៏ស្រែកឡើងថាខ្ញុំមិនព្រមចុះពីភ្នំទេខ្ញុំត្រូវតែតាមសម្លាប់អាសត្វខ្លាហ្នឹងដើម្បីយកសពកូនខ្ញុំមកវិញឲ្យបានចិន្តាបានទះខ្នងដុល្លារថ្នមហើយបាននិយាយឡើងថាអត់ទេដុល្លារយើងត្រូវចុះពីភ្នំសិនពីព្រោះសត្វខ្លានេះមិនមែនជាសត្វខ្លាធម្មតាទេវាកាចសាហាវណាស់អញ្ចឹងយើងត្រូវចុះទៅភូមិវិញដើម្បីសុំជំនួយពីអ៊ំពូដែលគាត់មានចំណេះជំនាញហ្នឹងមកសម្រាប់វាឲ្យបានដើម្បីសងសឹកឲ្យកូនឯងហ្នឹងហើយកន្លែងចំណុចនេះដែរពាក់ព័ន្ធទៅលើអាសត្វខ្លាព្រាយខ្លាហ្នឹងវាតើតមានមនុស្សដែលចេះមន្តអាគមបានបាញ់វាត្រូវអញ្ចឹងហើយបានអ្នកទាំង3ដុល្លារហើយនឹងចន្ទានៅលើដើមឈើនៅលើដំណាក់ហ្នឹងបាញ់វាអត់ត្រូវទេទោះជាប្រឹងបាញ់យ៉ាងណាក៏ដោយអញ្ចឹងហើយពួកគេក៏បានចុះពីភ្នំវិញដើម្បីទៅស្រុកទៅភូមិគ្រាន់តែទៅដល់ស្រុកភូមិភ្លាមដុល្លារបានមើលទៅឃើញផ្ទះខ្លួនឯងក៏ឆេះអស់កូនប្រុសក៏ស្លាប់ហើយបាត់សាកសពទៀតធ្វើឲ្យគេមានកំហឹងយ៉ាងខ្លាំងទើបគេរត់ទៅផ្ទះមេភូមិដើម្បីសុំជំនួយពីមេភូមិដើម្បីឡើងទៅសម្លាប់ព្រាយខ្លានោះមេភូមិក៏បានប្រើកូនចៅហ្នឹងឲ្យទៅហៅអ្នកដែលពូកែចាស់ពីមុនហ្នឹងបងប្អូនកន្លែងចំណុចនេះដែរចាស់ពីមុនក៏គាត់នៅតែចេះនៅពូកែអញ្ចឹងក៏ប៉ុន្តែគាត់កម្លាំងរបស់គាត់ហ្នឹងវាធ្លាក់ចុះខ្សោយអញ្ចឹងហើយគាត់អត់ឡើងទៅបរបាញ់ទៀតទេគាត់គ្រាន់តែឲ្យកូនឬកូនប្រសាអញ្ចឹងឡើងទៅព្រៃបរបាញ់អញ្ចឹងទៅអញ្ចឹងហើយបានគាត់មិនចង់ប្រឡាក់ដៃជាមួយនឹងការបរបាញ់ទៀតទេប៉ុន្តែអាគ្រោះថ្នាក់នេះវាមិនមែននៅក្នុងព្រៃគឺគ្រោះថ្នាក់នៅក្នុងភូមិអញ្ចឹងទោះជាគាត់មិនធ្វើអីក៏បន្តិចទៀតក៏គង់ទៅដល់គ្រួសារគាត់ដែរព្រោះខ្លាហ្នឹងវាអត់លើកលែងឲ្យទេសម្រាប់ប្រពន្ធរបស់វានោះក្រោយពីប្រជុំគ្នាអស់រយៈពេលយ៉ាងយូរនោះពួកគេក៏ចាប់ផ្ដើមសម្រេចយកថ្ងៃស្អែកដើម្បីធ្វើដំណើរឡើងទៅលើភ្នំដើម្បីសម្លាប់ព្រាយខ្លាដោយការធ្វើដំណើរនេះមានគ្នាសរុប35នាក់ហ្នឹងហើយកន្លែងចំណុចនេះដែររីឯប្រពន្ធដុល្លារវិញកំពុងសម្រាកព្យាបាលរបួសដែលត្រូវរលាកភ្លើងហើយនឹងរបួសពីសត្វខ្លានោះផងនោះមានសភាពធ្ងន់ធ្ងរយ៉ាងខ្លាំងហាក់បីដូចជាចង់ផុតម្ដងបាទហ្នឹងហើយរីឯមេភូមិនោះវិញថ្ងៃនេះគាត់បានរៀបចំសែនព្រេននឹងហៅគ្នាមកជុំគ្នាអ្នកដែលចាស់បកែជំនាន់គាត់ហ្នឹងដើម្បីយកក្របកំភ្លើងដែលត្រូវបោបាញ់ស្អែកហ្នឹងយកមកសែនព្រេននិងសូត្របាលីគាថាដាក់លុះព្រឹកឡើងអ្នកទាំង35នាក់នោះក៏ធ្វើដំណើរឡើងទៅលើភ្នំ
ហើយមេភូមិបានផ្ដាំថាអ្នកទាំងអស់គ្នាមិនអាចប្រយុទ្ធជាមួយព្រាយខ្លាឬពេលយប់បានទេធ្វើម៉េចនៅពេលដែលរសៀលត្រូវត្រឡប់មកវិញឲ្យដាច់ខាតបើមិនចឹងទេនឹងមានគ្រោះថ្នាក់អ្នកទាំងអស់គ្នាមិនយូរប៉ុន្មានពួកគេក៏ធ្វើដំណើរឡើងទៅដល់ទីតាំងសម្បុករបស់សត្វខ្លានោះមួយរំពេចព្រាមនោះអាប់ដោះក្រាស់បានធ្លាក់ចុះមកធ្វើឲ្យងងឹតទីតាំងនៅជុំវិញនោះមនុស្សម្នាទាំងអស់ចាប់ផ្ដើមស្រែកឆោឡោហើយក៏មានមនុស្សម្នាក់ក្នុងចំណោមនោះបានផ្ទុះអាវុធឡើងព្រះអើយនៅពេលដែលអាប់រលាយបាត់ទៅវិញបានឃើញមនុស្សម្នាក់ដែលត្រូវក្រក់កំភ្លើងដោយសារផ្ទុះអាវុធមុននេះឯងពេលនោះដែរខ្លាដ៏ធំបានហក់ចេញពីរូងភ្នំមកហើយបានសង្គ្រប់ទៅលើមនុស្សម្នាក់មនុស្សនោះគឺតុលានោះឯងធ្វើឲ្យតុលារើពំរួចឃើញដូច្នេះភ្លាមអ្នកទាំងអស់គ្នាក៏លើកកំភ្លើងតម្រង់មកសត្វខ្លានោះហើយបានបាញ់ជាច្រើនគ្រាប់ទៅលើសត្វខ្លានោះតែជាលទ្ធផលគ្រាប់កំភ្លើងដែលបានត្រូវទៅលើសត្វខ្លាគឺមានតែមួយគ្រាប់គត់គ្រាប់កំភ្លើងរបស់ឪពុករបស់ចន្ទានឹងឯងព្រោះឪពុករបស់ចន្ទាហ្នឹងគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស3នាក់ទៀតដែលធ្លាប់សម្លាប់ខ្លាញីដែលជាប្រពន្ធរបស់ព្រាយខ្លានឹងឯងគាត់ទៅត្រូវគ្រាប់កំភ្លើងនឹងភ្លាមព្រាយខ្លាបានស្រែកអើលពេញព្រៃព្រោះតែដោយសារអីព្រោះតែគ្រាប់កំភ្លើងរបស់ឪពុករបស់ចន្ទាគាត់ជាគ្រូគាត់ជាមនុស្សដែលមានអាគមអូមអាមអញ្ចឹងហើយពពួកព្រាយខ្លាពពួកសត្វសាហាវហ្នឹងខ្លាចគាត់ណាបន្ទាប់ពីព្រាយខ្លានោះស្រែករួចវាក៏ហក់ចេញពីហ្វូងមនុស្សសម្ដៅទៅរកសម្បុករបស់វាមួយទៀតសម្បុកនោះគឺជាកន្លែងដែលវាលាក់សាកសពមនុស្សដែលវាបានសម្លាប់គ្រាន់តែអ្នកទាំងអស់គ្នាទៅដល់កន្លែងសម្បុកថ្មីវាមួយទៀតហ្នឹងព្រះអើយគឺឃើញសុទ្ធតែឆ្អឹងខ្មោចព្រមទាំងឃើញសាកសពកូនរបស់តុលាផងដែរដោយសារលាងភ្នំនោះវាទាល់ផងអ្នកទាំងអស់គ្នាក៏លើកកំភ្លើងឡើងបាញ់សម្ដៅទៅលើព្រាយខ្លានោះនៅរំពេចនោះដែរក៏ឃើញវិញ្ញាណមនុស្សជាច្រើនដែលកំពុងតែស្រវាឬបំរាស់ចេញពីក្នុងខ្លួនព្រាយខ្លានោះក្រោយពីខ្លានោះងាប់តុលាក៏បានទៅបីត្រកងយកសពរបស់កូនត្រឡប់ទៅផ្ទះវិញហ្នឹងហើយតាំងពីពេលនោះមកក៏នៅលើភ្នំហ្នឹងក៏ស្ងាត់អត់ដែលឮពាក្យចចាមអារាមថាមានព្រាយខ្លាឬក៏មានការខ្លាកាចសាហាវទៀតទេពីព្រោះថាខ្លាដែលពួកព្រានប្រមាញ់ព្រានព្រៃទាំងអស់សម្លាប់ហ្នឹងគឺជាខ្លាមួយចុងក្រោយនៅលើភ្នំនោះហើយតាំងពីពេលនោះមកតុលាក៏បានទៅរៀនមុនវិជ្ជាការដើម្បីចេញបបាញ់សត្វខ្លាឬក៏ព្រាយខ្លាហ្នឹងនៅគ្រប់ទីកន្លែងបាទសម្រាប់រឿងនិទានរបស់យើងពេលនេះក៏បានចូលមកដល់ទីបញ្ចប់ហើយក៏អរគុណពុកម៉ែបងប្អូនដែលបានតាមដានបាទបើសិនជាមានចំណុចណាខុសឆ្គងឬក៏ខ្វះខាតកន្លែងណាសូមអធិស្ឋានខន្តីអភ័យទោសផងហើយក៏អរគុណពុកម៉ែបងប្អូនដែលចុច like និង subscribe អរគុណសូមជម្រាបលា